Mà Imran Paul Crew mà mộtពីក្រុមAU 5333មានព្រះនាមសុនសេរីសិក្សាទៅលើជំនាញ LMS សម្រាប់មុខវិជ្ជា Python 1នៅឆ្នាំទី3 semester ទី2ហើយអាត្មានឹងបកស្រាយអំពី virtual environment ឬក៏យើងហៅកាត់ថា VENV ចឹងតើអ្វីទៅជា virtual environment virtual environment នៅក្នុង Python គឺជាម៉ាស៊ីនដាច់ដោយឡែកនៅលើកុំព្យូទ័រដែលអាចដំណើរការនិងសាកល្បង project Python បានហើយវាអនុញ្ញាតឲ្យ programmer គ្រប់គ្រងឬក៏កែប្រែ project ដោយមិនជ្រៀតជ្រែកប៉ះពាល់ជាមួយទៅនឹង project ផ្សេងទៀតឬការតម្លើង Python ជាដើមហើយបើគិតពី virtual environment ម៉ាស៊ីនសិប្បនិម្មិតគឺជាឬយើងអាចថាជាធុងឬក៏ជានីមួយដែលដាច់ដោយឡែកសម្រាប់ project Python នីមួយៗហើយសម្រាប់ធុងនីមួយៗហ្នឹងមានអ្នកបកប្រែភាសា Python ផ្ទាល់ខ្លួនមាន package តម្លើងផ្ទាល់ខ្លួនគឺដែលឆ្ងាយពី virtual environment ផ្សេងទៀតអាចមាន version ផ្សេងគ្នានៃ package ដូចគ្នាការប្រើប្រាស់ virtual environment គឺមានសារៈសំខាន់ដោយសារតែវាការពារការប៉ះដង្កិចកំណែ package រវាង project ធ្វើឲ្យ project អាចផ្លាស់ប្ដូរនិងអាចធ្វើឡើងវិញបានរក្សាការ install Python system ឲ្យបានស្អាតអនុញ្ញាតឲ្យ user ធ្វើ test ជាមួយនឹង version Python ផ្សេងៗទៀតបាន creating a virtual environment អញ្ចឹង Python មាន built-in VNE modules ស្រាប់សម្រាប់បង្កើត virtual environment ដើម្បីបង្កើត virtual environment នៅលើកុំព្យូទ័របើក command prompt ឬក៏យើងហៅថា command cmd ហើយបញ្ចូលពាក្យបញ្ជាសម្រាប់ទៅស្វែងរក folder បើសិនជាយើងអត់ទាន់មាន folder ទេយើងប្រើ command ដើម្បីបង្កើត folder ដើម្បីរក្សាទុក file VENE ហ្នឹងហើយបន្ទាប់មកវាយពាក្យបញ្ជាហើយសម្រាប់ Windows គឺយើងប្រើ python.m VNE កន្លែង VENE name នេះគឺយើងចង់ដាក់ឈ្មោះអ្វីក៏បានដែរប៉ុន្តែបើសិនជាយើងចង់ឲ្យងាយស្រួលចំណាំគឺយើងដាក់ពាក្យ VENE នៅខាងមុខហើយ underscore ហើយ name ឈ្មោះ project របស់យើងមកហើយសម្រាប់ macOS ឬក៏ Linux ហ្នឹងយើងប្រើ command $python.mvne ហើយឈ្មោះ project ដូចគ្នាហើយសម្រាប់ activate virtual environment ដើម្បីប្រើ virtual environment ត្រូវតែដំណើរការវាដោយប្រើពាក្យបញ្ជាដូចជា1 VNE name /script ហើយ /activate ដើម្បី activate VNE ហ្នឹងហើយសម្រាប់ macOS គឺយើងប្រើ source VNE name bin ហើយនឹង activate អានេះយើងប្រើ forward slash វិញអញ្ចឹងសម្រាប់ macOS ហើយនឹង Linux ហើយបន្ទាប់ពី activate សារនឹងផ្លាស់ប្ដូរដើម្បីបង្ហាញថាអ្នកកំពុងតែប្រើប្រាស់នៅក្នុង activate active environment Windows យើងប្រើ user ហើយ name ឈ្មោះ environment ហ្នឹងហើយសម្រាប់ macOS គឺ VNE name ហើយឥឡូវយើងអនុវត្តទាំងអស់គ្នានៅលើ command prompt ឬក៏ cmd ឥឡូវយើងអនុវត្តបង្កើត virtual environment ឬក៏ VNE name ហ្នឹងVNE អញ្ចឹងយើងវាយ command បង្កើតដំបូងយើងបង្កើត file មួយសម្រាប់ផ្ទុកវាកាត់ directory មួយគឺ mkdir ឈ្មោះ project ក៏យើងតាំងទំព័រដាក់ project A ចឹងមកហើយ cd project A ហើយយើងតម្លើង python m python.m venv ហើយ venv name យើងដាក់ project ដាក់ pro យើងមកក៏បានដែរយើងក៏តំណាងវាទេក៏ឈ្មោះយើងហូរហ្នឹងយើង enter មកយើងចាំវាបន្តិចវានឹង load ចេញមកបែបនេះហើយយើងបន្ត activate វាដើម្បី activate គឺយើងប្រើឈ្មោះvirtual environment ដែលយើងបានបង្កើតនេះគឺ venv pro /script /activate នេះក្រោយពេលវាចេញបែបនេះអានេះគឺឈ្មោះរបស់យើងហើយនេះ user ដែលយើងបានបង្កើត
ទីតាំង file ដែលយើងបានរក្សាទុកហ្នឹងទាំងបែបនេះគឺមានន័យថាយើងបានដំឡើងហើយនឹង activate ហ្នឹងជោគជ័យហើយប៉ុន្តែបើសិនករណីដែលយើងចង់បិទវាវិញឬក៏ deactivate វិញ close វិញគឺយើងវាយពាក្យ deactivate មកវាចេញបែបនេះគឺមានន័យថាយើងបិទ close នៅ virtual environment នឹងយើងហើយការប្រើប្រាស់ឬក៏ការបង្កើត virtual environment ដែលយើងហៅកាត់ថា VENV ហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណ